បាទសូមគោរពជំរាបសួរខ្ញុំបាទឈ្មោះណាវណ្ណៃជាប្រធានផ្នែកស្ថាបត្យកម្មនៃបរិយាបន្លី Development ក្នុងគំនិតនៃការបង្កើតប្លង់វិឡាខាត់ឆាគឺយើងផ្ដោតទៅលើការរស់នៅបែបស៊ីវិល័យនិងទាន់សម័យកាលដូច្នេះហើយទើបពួកយើងបានសិក្សាគម្រោងទាំងមូលគឺផ្ដោតទៅលើរចនាបថបែបទំនើបគឺ Modern Architecture Modern Architecture គឺជារចនាបថបែបទំនើបដែលផ្ដោតទៅលើ form function ហើយនិង material ផ្សេងៗទីមួយគឺតាក់ទងជាមួយនឹង form គឺយើងផ្ដោតទៅលើរូបរាងរបស់សំណង់ទាំងមូលគឺយើងប្រើប្រាស់ទៅតាមទម្រង់ធរណីមាត្របែបសាមញ្ញការប្រើប្រាស់បន្ទាត់ត្រង់ការប្រើប្រាស់ដំបូលប្លង់សេលាតស្មើហើយនិងការបើកពង្រួចធំដើម្បីទទួលបាននៅសោភ័ណភាពនិងភាពជឿជាក់របស់សំណង់ទី2គឺតាក់ទងជាមួយនឹង function គឺយើងផ្ដោតទៅលើការរៀបចំប្លង់បាតឲ្យមានភាពវៃឆ្លាតងាយស្រួលក្នុងការប្រើប្រាស់មុខងារផ្សេងនៅក្នុងលំហតែមួយបានល្អនិងការផ្សារភ្ជាប់លំហខាងក្នុងទៅផ្នែកខាងក្រៅឲ្យមានភាពជិតស្និទ្ធនិងទំនាក់ទំនងល្អទី3គឺតាក់ទងជាមួយនឹង material គឺយើងជ្រើសរើសយកសម្ភារៈបែបទំនើបនិងមានគុណភាពខ្ពស់មកប្រើប្រាស់ទាំងផ្នែកខាងក្រៅទាំងផ្នែកខាងក្នុងដូចជាគ្រឿងសំណង់ការប្រើប្រាស់ថ្នាំពណ៌ប្រើប្រាស់កញ្ចក់និងគ្រឿងបរិក្ខារផ្សេងនៅក្នុងផ្ទះដូចជាទ្វារបង្អួចនិងគ្រឿងបំពាក់ទៅលើបន្ទប់ទឹកសិតតែប្រើនៅសម្ភារៈបែបទំនើបដែលធានាបាននូវគុណភាពខ្ពស់និងរយៈពេលយូរអង្វែងវិឡាកាត់ឆាគឺសិក្សាទៅលើទំហំក្បាលដី16 x 25 ម៉ែត្រដោយតួផ្ទះគឺយើងកំណត់ត្រឹមតែ12 x 16 ម៉ែត្រទេហើយយើងកំណត់ទីតាំងផ្ទះឲ្យនៅចំកណ្ដាលដីដើម្បីឲ្យមានភាពសមាមាត្រគ្នាដើម្បីឲ្យខាងមុខយើងអាចសល់ space សម្រាប់ធ្វើសួនខាងក្រោយក៏មានសួនហើយចំហៀងក៏យើងអាចធ្វើសួនបានអញ្ចឹងធ្វើឲ្យផ្ទះរបស់យើងនឹងហ៊ុំព័ទ្ធទៅដោយសួនធម្មជាតិនៅជុំវិញតែម្ដងធ្វើឲ្យលំហនឹងខាងក្នុងនិងខាងក្រៅអាចតំណែងគ្នាបានល្អបង្កើតនូវស្រទាប់ធម្មជាតិបានច្រើនតាក់ទងជាមួយនឹងវិឡាកាត់ឆា layout គឺមានលក្ខណៈខុសពីផ្ទះទូទៅបន្តិចដោយសារផ្ទះវិឡាកាត់ឆាគឺយើងបានព្យាយាមយកបន្ទប់ទទួលភ្ញៀវបន្ទប់ទទួលទានអាហារយកមកផ្នែកខាងក្រោយវិញដោយសារយើងចង់ឲ្យបន្ទប់ទទួលភ្ញៀវនិងកន្លែងទទួលទានអាហារហ្នឹងផ្សារភ្ជាប់ជាមួយនឹងសួនខាងក្រោយផ្ទះបានល្អហើយយើងព្យាយាមដកនៅជញ្ជាំងនៅខាងក្នុងដែលមិនចាំបាច់ហ្នឹងដើម្បីឲ្យលំហរួមហ្នឹងគឺមានភាពធំទូលាយនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃវិឡាកាត់ឆាយើងគឺមានសួនខាងមុខខាងក្រោយនិងចំហៀងអញ្ចឹងសួនខាងមុខគឺវាមានតួនាទីសំខាន់មួយគឺទី1គឺវាជួយកាត់បន្ថយសំឡេងរំខានពីយានជំនិះខាងក្រៅចូលមកក្នុងផ្ទះអញ្ចឹងវាធ្វើឲ្យផ្ទះរបស់យើងទទួលបានអារម្មណ៍ស្ងប់ស្ងាត់ទី2គឺវាអាចជួយកាត់បន្ថយនៅកម្ដៅចូលមកក្នុងផ្ទះហើយទី3វាក៏ជាកន្លែងកម្សាន្តមួយយើងអាចអង្គុយលេងនៅខាងមុខនឹងបាននៅពេលដែលយើងចង់សម្រាកការងារឬក៏យើងចង់កាត់បន្ថយភាពតានតឹងអីមួយចំនួនយើងអាចអង្គុយលេងខាងក្រោយឬក៏ខាងមុខបានក្រៅពីសោភ័ណភាពវិឡាកាត់ឆាយើងគឺបានរៀបចំចំណតឡាននៅខាងមុខឲ្យមានភាពធំទូលាយមានសុវត្ថិភាពខ្ពស់ហើយវាមានដំបូលប្លង់សេដែលមានតួនាទីជួយកាត់បន្ថយកម្ដៅបានល្អ